បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមករៀនផាត់ពណ៌ឪឡឹកអញ្ចឹងឪឡឹករបស់យើងមានពណ៌អីខ្លះទៅឪឡឹកបាទពណ៌បៃតងចាស់បៃតងខ្ចីពណ៌ក្រហមហើយនឹងគ្រាប់ពណ៌ខ្មៅឥឡូវយើងទៅជ្រើសរើសពណ៌ឪឡឹកមុនបាទពណ៌បៃតងចាស់ហើយយើងយកទៅលាបពណ៌ឪឡឹករបស់យើងបាទយើងបានពណ៌បៃតងចាស់ឥឡូវនេះយើងដាក់ពណ៌បៃតងខ្ចីម្ដងអាយ៉ាបានឪឡឹកហើយមួយទៀតបាទថែមទៀតយើងសល់មួយចំណិតទៀតបាទអញ្ចឹងយើងបានផាត់ពណ៌ឪឡឹករួចហើយឥឡូវនេះយើងទៅផាត់ពណ៌ទងឪឡឹកម្ដងទងឪឡឹកគឺពណ៌បៃតងចាស់ហើយបន្ទាប់មកទៀតយើងទៅរើសពណ៌ក្រហមដើម្បីយើងផាត់សាច់ឪឡឹកនៅខាងក្រោមបាទ1 2 3អូយើងបានសាច់ឪឡឹកឥឡូវនេះយើងដាក់គ្រាប់ឪឡឹកអញ្ចឹងគ្រាប់ឪឡឹកគឺមានពណ៌ខ្មៅអូ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
យើងបានគ្រាប់អន្លឹកហើយឥឡូវនេះយើងនៅសល់សាច់អន្លឹកបន្តិចទៀតនេះនៅសល់សម្បកបាទអញ្ចឹងយើងយកពណ៌បៃតងចាស់មកដាក់បាទឥឡូវនេះយើងបានអន្លឹករួចរាល់ហើយយើងផាត់ពណ៌អន្លឹកបងប្អូនកុំភ្លេចណាបងប្អូនផាត់បងប្អូនទាញយករូបផ្លែអន្លឹកហើយយកទៅផាត់ពណ៌ដូចលោកគ្រូណាបាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមករៀនផាត់ពណ៌អន្លឹកអញ្ចឹងអន្លឹករបស់យើងមានពណ៌អីខ្លះទៅអន្លឹកបាទពណ៌បៃតងចាស់បៃតងខ្ចីពណ៌ក្រហមហើយនឹងគ្រាប់ពណ៌ខ្មៅឥឡូវយើងទៅជ្រើសរើសពណ៌អន្លឹកមុនបាទពណ៌បៃតងចាស់ហើយយើងយកទៅលាបពណ៌អន្លឹករបស់យើងបាទយើងបានពណ៌បៃតងចាស់ឥឡូវនេះយើងដាក់ពណ៌បៃតងខ្ចីម្ដងអាយ៉ាបានអន្លឹកហើយមួយទៀតបាទបន្ថែមទៀតយើងសល់មួយចំណិតទៀតបាទអញ្ចឹងយើងបានផាត់ពណ៌អន្លឹករួចហើយឥឡូវនេះយើងទៅផាត់ពណ៌ទងអន្លឹកម្ដងទងអន្លឹកគឺពណ៌បៃតងចាស់ហើយបន្ទាប់មកទៀតយើងទៅរើសពណ៌ក្រហមដើម្បីយើងផាត់សាច់អន្លឹកនៅខាងក្រោមបាទ1 2 3អូយើងបានសាច់អន្លឹកឥឡូវនេះយើងដាក់គ្រាប់អន្លឹកអញ្ចឹងគ្រាប់អន្លឹកគឺមានពណ៌ខ្មៅអូ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
យើងបានគ្រប់អលឹកហើយឥឡូវនេះយើងនៅសល់សាច់អលឹកបន្តិចទៀតនេះនៅសល់សម្បកបាទអញ្ចឹងយើងយកពណ៌បៃតងចាស់មកដាក់បាទឥឡូវនេះយើងបានអលឹករួចរាល់ហើយយើងផាត់ពណ៌អលឹកបងប្អូនកុំភ្លេចណាបងប្អូនផាត់បងប្អូនទាញយករូបផ្លែអលឹកហើយយកទៅផាត់ពណ៌ដូចលោកគ្រូណាបាទយើងនឹងជួបគ្នាជាមួយនឹងផ្លែឈើផ្សេងទៀតអរគុណ